សង្គ្រាមមួយនេះខ្មែរភ័យឬថៃភ័យជាងអ្នកណាក៏ភ័យហើយអ្នកដែលភ័យជាងគេគឺថៃដើម្បីច្រានចោលនៅទំនួលខុសត្រូវក្នុងការសងការខូចខាតមកលើកម្ពុជាថៃប្រើយុទ្ធសាស្ត្រគំរាមបំបែកសាមគ្គីបំបាក់កម្លាំងដោយបញ្ចេញអាវុធទំនើបសឹងតែគ្រប់មុខដើម្បីបង្អួតបង្ហាញនិងកំញាញ់ខ្មែរឲ្យភ័យខ្លាចនិងព្រមចុះចាញ់ថៃផងខ្លួនជ្រៅនឹងការកសាងកំហុសពីចំនួនបិទព្រំដែនឯកតោភាគីដែលដោះស្រាយមិនចេញជាមួយពលរដ្ឋថៃคล้ายជាឧក្រិដ្ឋកម្មសង្គ្រាមទៅវិញថៃខ្លាចជាងគេគឺអ្នកលោកដៃជួយខ្មែរថៃកំញាញ់ចិនបញ្ចេញអាវុធអាមេរិកកូរ៉េថៃកំញាញ់អាមេរិកធ្វើជាស្និទ្ធស្នាលនឹងចិនធ្វើម៉េចកុំឲ្យមហាអំណាចទាំងពីរជួយខ្មែរបានថៃយកលេសច្រានចោលការចរចាម្ដងហើយម្ដងទៀតព្រោះគេដឹងថាចរចាមិនឈ្នះខ្មែរនឹងកាន់តែបង្ហាញថាគេមិនខ្លាចទាំងចិននិងអាមេរិកព្រោះដើម្បីកុំឲ្យនរណាមួយអាចលូកដៃជួយខ្មែរបានថៃមានប្រយោជន៍